ងណាគេនិយាយអំពីអរិយធម៌នៃតំបន់មេឌីទែរ៉ាណេសម័យបុរាណគេមិនអាចមិននិយាយបានទេអំពីប្រវត្តិរបស់ជនជាតិតូចមួយក៏ប៉ុន្តែដែលមានឥទ្ធិពលខ្លាំងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជាពិសេសឥទ្ធិពលខាងមនោគមវិជ្ជាសាសនានោះគឺជនជាតិយីវការស្វែងយល់អំពីជនជាតិយីវសម័យបុរាណក៏ជាមូលដ្ឋានដ៏សំខាន់មួយដែរដើម្បីយល់ពីចំនួននៅដើមបូព៌ានាសម័យកាលបច្ចុប្បន្ននេះជនជាតិយីវសម័យបុរាណអ្វីត្បិតតែរស់នៅក្បែរឆ្នេរសមុទ្រក្នុងតំបន់មេឌីទែរ៉ាណេក៏ប៉ុន្តែមិនមែនជាអ្នកជំនាញខាងដើរសមុទ្រដូចអរិយធម៌មេឌីទែរ៉ាណេផ្សេងទៀតដូចជាក្រិចកោះក្រែតនិងហ្វីនីស៊ីនោះទេជនជាតិយីវសម័យដើមគឺជាជនជាតិដែលរស់នៅតាមបែបកុលសម្ព័ន្ធនៃមនុស្សសម័យបុរេប្រវត្តិដោយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយនៅចន្លោះពីប្រទេសអ៊ីជីបនិងមេសូប៉ូតាមីប្រវត្តិនៃជនជាតិយីវបានចាប់ផ្ដើមឡើងកាលពីជាង 3000 ឆ្នាំមុននៅពេលដែលជនជាតិយីវភៀសខ្លួនចេញពីភាពជាទាសករនៅអ៊ីជីបហើយធ្វើដំណើរកាត់តាមវាលរហោឋានឆ្ពោះទៅកាន់ទឹកដីកាណានគឺនៅម្ដុំអ៊ីស្រាអែលនិងប៉ាឡេស្ទីនបច្ចុប្បន្នដំណើររឿងដែលត្រូវបានរាយរាប់យ៉ាងក្បោះក្បាយនៅក្នុងគម្ពីរតូរ៉ារបស់ពួកយីវនិងនៅក្នុងសញ្ញាចាស់នៃគម្ពីរបៀបរបស់គ្រិស្តសាសនាក៏ប៉ុន្តែអ្នកប្រវត្តិសាស្ត្រនិងអ្នកបុរាណវិទ្យានៅតែមិនទាន់មានការឯកភាពគ្នានៅឡើយជុំវិញដំណើររឿងនេះនៅក្នុងទឹកដីកាណានជនជាតិយីវឬហេប្រឺបានចាប់របរកសិកម្មបង្កើតជារដ្ឋរួចហើយបានសាងសង់បូរីជាទីសក្ការៈមួយគឺទីក្រុងយេរូសាឡិមនៅខាងត្បូងទីតាំងដែលជនជាតិយីវរស់នៅមានជនជាតិមួយទៀតដែលជាសត្រូវរបស់ពួកយីវគឺជនជាតិហ្វីលីស្ទីនក្រុងយេរូសាឡិមរបស់ពួកយីវត្រូវបានពួកបាប៊ីឡូនកំទេចចោលនៅឆ្នាំ588មុនគ្រិស្តសករាជហើយជនជាតិយីវទាំងអស់ត្រូវបានគេជម្លៀសចេញពីទឹកដីកំណើតយកទៅបាប៊ីឡូនរហូតក្រោយពេលដែលអាណាចក្រពេកសវាដណ្ដើមកាន់កាប់បាប៊ីឡូនបានទើបអធិរាជពេកសអនុញ្ញាតឲ្យជនជាតិយីវវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញក៏ប៉ុន្តែនៅឆ្នាំ63មុនគ្រិស្តសករាជទឹកដីអ៊ីស្រាអែលក៏ដូចជាទឹកដីភាគច្រើនផ្សេងទៀតនៅក្នុងតំបន់ត្រូវបានអាណាចក្ររ៉ូមចូលកាន់កាប់ត្រួតត្រាជនជាតិយីវមិនសុខចិត្តទ្រាំរស់នៅក្រោមការត្រួតត្រារបស់អាណាចក្ររ៉ូមក៏បាននាំគ្នាងើបឡើងបង្កើតជាចលនាបះបោរប្រឆាំងទៅនឹងអាញាធរនៃអាណានិគមរ៉ូមក៏ប៉ុន្តែចលនាបះបោរនេះត្រូវបានទាហានរ៉ូមវាយបំបាក់ក្រុងយេរូសាឡិមត្រូវបានវាយកំទេចចោលជនជាតិយីវទាំងអស់ត្រូវបណ្តេញចេញពីទឹកដីកំណើតសាជាថ្មីម្ដងទៀតហើយដែនដីអ៊ីស្រាអែលទាំងមូលត្រូវបានអាណាចក្ររ៉ូមប្តូរឈ្មោះទៅជាដែនដីប៉ាឡេស្ទីនវិញការដែលអាណាចក្ររ៉ូមប្តូរឈ្មោះដែនដីអ៊ីស្រាអែលទៅជាប៉ាឡេស្ទីននេះទំនងជាមានបំណងចង់ដាក់ទោសដល់ជនជាតិយីវដោយសារតែប៉ាឡេស្ទីនគឺជាឈ្មោះคล้ายពីហ្វីលីស្ទីនដែលជាជនជាតិរស់នៅខាងត្បូងជាប់នឹងទឹកដីអ៊ីស្រាអែលហើយដែលជាសត្រូវចាស់ឆ្នាំរបស់ពួកយីវចាប់តាំងពីត្រូវបានបណ្តេញចេញដោយអាណាចក្ររ៉ូមជនជាតិយីវត្រូវបែកខ្ចាត់ខ្ចាយទៅរស់នៅជាសហគមន៍នៅបរទេសហើយលែងអាចវិលត្រឡប់ទៅកាន់ទឹកដីកំណើតបង្កើតទៅជាប្រទេសជាតិវិញជារៀងរហូតនៅក្នុងអំឡុងពេលនោះអស់រយៈពេលប្រមាណជា 2000 ឆ្នាំទឹកដីអ៊ីស្រាអែលដែលប្តូរឈ្មោះទៅជាដែនដីប៉ាឡេស្ទីនលែងស្គាល់ឯករាជ្យដោយត្រូវមហាអំណាចប្តូរដៃគ្នាគ្រប់គ្រងពីមួយទៅមួយក្នុងនោះភាគច្រើនគឺក្រោមការកាន់កាប់របស់មហាអំណាចកាន់សាសនាអ៊ីស្លាមនៅចុងក្រោយនៅដើមសតវត្សទី20ទឹកដីប៉ាឡេស្ទីននេះត្រូវស្ថិតក្រោមអាណាព្យាបាលរបស់ចក្រភពអង់គ្លេសរហូតដល់ក្រោយសង្គ្រាមលោកលើកទី2សហគមន៍យីវនៅបរទេសបាននាំគ្នាវិលត្រឡប់ទៅទឹកដីកំណើតវិញហើយនៅឆ្នាំ1947ក្រោយពីអង់គ្លេសបានសម្រេចបញ្ចប់អាណាព្យាបាលលើដែនដីប៉ាឡេស្ទីនមហាសន្និបាតអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចបែងចែកដែនដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យពីរដាច់ចេញពីគ្នាគឺរដ្ឋមួយសម្រាប់ជនជាតិអារ៉ាប់ប៉ាឡេស្ទីននិងរដ្ឋមួយទៀតសម្រាប់ជនជាតិយីវសេចក្តីសម្រេចបែងចែកទឹកដីប៉ាឡេស្ទីននេះត្រូវបានអនុម័តដោយសម្លេងភាគច្រើន2ភាគ3ក៏ប៉ុន្តែគ្រប់ប្រទេសអារ៉ាប់ទាំងអស់បាននាំគ្នាបោះឆ្នោតប្រឆាំងដោយពួកគេជំទាស់មិនចង់ឲ្យបង្កើតរដ្ឋសម្រាប់ពួកយីវដែលគេចាត់ទុកថាជាជនបរទេសរស់នៅក្នុងទឹកដីប៉ាឡេស្ទីនពីព្រោះថានៅពេលនោះនៅក្នុងទឹកដីប៉ាឡេស្ទីនទាំងមូលមានជនជាតិយីវរស់នៅតែប្រមាណជា 37% ប៉ុណ្ណោះក្រៅពីនោះគឺជាជនជាតិអារ៉ាប់ប៉ាឡេស្ទីនផ្ទុយពីជនជាតិអារ៉ាប់សហគមន៍ជនជាតិយីវវិញបាននាំគ្នាអបអរសាទរចំពោះសេចក្តីសម្រេចបែងចែកទឹកដីប៉ាឡេស្ទីននេះហើយនៅខែឧសភាឆ្នាំ1948ពួកយីវនៅប៉ាឡេស្ទីនក៏បានប្រកាសបង្កើតរដ្ឋឯករាជ្យជាផ្លូវការដែលដាក់ឈ្មោះថារដ្ឋអ៊ីស្រាអែល
មួយថ្ងៃក្រោយអ៊ីស្រាអែលប្រកាសបង្កើតរដ្ឋឯករាជ្យកងទ័ពមកពីបណ្ដាប្រទេសអារ៉ាប់នៅក្នុងតំបន់រួមមានលីបង់ស៊ីរីយ៉ូដានីអ៊ីរ៉ាក់អ៊ីជីបរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់អារ៉ាប់ប៉ាឡេស្ទីនក៏បានបើកការវាយប្រហារលើរដ្ឋអ៊ីស្រាអែលដែលទើបនឹងបង្កើតថ្មីនេះសង្គ្រាមនេះត្រូវបានគេឲ្យឈ្មោះថាជាសង្គ្រាមឯករាជ្យហើយវាជាសង្គ្រាមមួយនៅក្នុងចំណោមសង្គ្រាមធំៗទាំងអស់ចំនួន4រវាងអ៊ីស្រាអែលនិងអារ៉ាប់ថ្មីត្បិតតែមានចំនួនទ័ពតិចជាងគូសត្រូវអ៊ីស្រាអែលតែងតែយកឈ្នះលើប្រទេសអារ៉ាប់នៅគ្រប់សង្គ្រាមទាំងអស់នេះហើយនៅរៀងរាល់លើកដែលអ៊ីស្រាអែលឈ្នះសង្គ្រាមអ៊ីស្រាអែលបានដណ្ដើមកាន់កាប់ដែនដីមួយផ្នែករបស់គូសត្រូវចាប់ពីពេលនោះមកគឺដល់វេនអ៊ីស្រាអែលម្ដងដែលច្រានចោលរដ្ឋដំណោះស្រាយដែលស្នើឡើងដោយអង្គការសហប្រជាជាតិដែលជាហេតុធ្វើឲ្យចំនួននៅដើមបូព៌ាត្រូវអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅមុនសម័យកាលជីវីវគ្រប់សាសនាទាំងអស់នៅទូទាំងពិភពលោកគឺជាសាសនាដែលមានតួអង្គព្រះជាច្រើនអង្គមនុស្សជាតិនាំគ្នាគោរពព្រះអាទិត្យព្រះច័ន្ទផ្កាយរូបសមុទ្រថាជាព្រះហើយនាំគ្នាសង់រូបសំណាកតំណាងតួអង្គព្រះដើម្បីជាទីសក្ការៈជនជាតិជីវីវបានបង្កើតនៅមនោគមវិជ្ជាសាសនាថ្មីមួយដែលមានជំនឿថាព្រះមានតែមួយអង្គគត់គឺព្រះជាម្ចាស់ដែលជាអ្នកបង្កើតនិងមានអំណាចលើអ្វីៗទាំងអស់នៅក្នុងចក្រវាឡទាំងមូលព្រះអាទិត្យព្រះច័ន្ទផ្កាយឬសមុទ្រដែលគេធ្លាប់តែងតែគោរពបូជាកាលពីពេលមុនមកនោះមិនមែនជាព្រះនោះទេហើយថាមនុស្សត្រូវតែបោះបង់ការគោរពរូបសំណាកព្រះចោលហើយបែរមកគោរពបូជាព្រះពិតវិញការបង្កើតសាសនាថ្មីនេះគឺជារបត់ថ្មីដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សតាមជំនឿថ្មីនេះធម្មជាតិលែងជាព្រះដូចជាគេធ្លាប់ជឿពីមុនទៀតហើយធម្មជាតិគឺជាអ្វីដែលព្រះបានបង្កើតឡើងហើយដែលព្រះដាក់ឲ្យស្ថិតនៅក្រោមអំណាចរបស់មនុស្សពេលវេលាមិនមែនជាវិវត្តសង្សារវិលវល់ដោយកងរទេះកើតចាស់ឈឺស្លាប់ហើយចាប់ជាតិមកវិញដោយដែលគេធ្លាប់ជឿពីមុននោះទេក៏ប៉ុន្តែពេលវេលាសម្រាប់ពូជីវីវគឺធ្វើដំណើរទៅមុខជានិច្ចដោយមិនអាចវិលត្រឡប់ថយក្រោយវិញបានទេហើយនៅថ្ងៃអនាគតអ្វីៗអាចនឹងប្រសើរឡើងវិញប្រសិនបើគេខិតខំប្រឹងប្រែងដូច្នេះមនុស្សមិនត្រូវផ្ដេកផ្ដួលរងចាំវាសនាហើយក៏មិនត្រូវផ្អែកលើទស្សនៈកម្មផលដោយមើលទៅលើភាពអយុត្តិធម៌ក្នុងសង្គមថាជាផលដែលបានពីកម្មដែលពួកគេបានប្រព្រឹត្តពីមុននោះដែរមនុស្សចាំបាច់ត្រូវតែចេះឬបំរាស់ងើបឡើងប្រឆាំងនឹងអំពើអយុត្តិធម៌ដែលមិនត្រូវនៅស្ងៀមទ្រាំទទួលរងការជិះជាន់ដោយចាត់ទុកថាជាកម្មផលរបស់ខ្លួនពីជាតិមុននោះទេដោយសារតែមានផ្នត់គំនិតបែបនេះហើយទើបជនជាតិជីវីវដែលជាជនជាតិតូចមួយហ៊ានងើបឡើងតវ៉ាប្រឆាំងនឹងការជិះជាន់របស់អាណាចក្ររ៉ូមការតវ៉ាបះបោរដែលធ្វើឲ្យជនជាតិជីវីវត្រូវអាណាចក្ររ៉ូមបណ្តេញចេញពីទឹកដីកំណើតទៅរស់នៅរប៉ាត់របាយគ្មានស្រុកគ្មានទេសនឹងគេអស់រយៈពេលរាប់ពាន់ឆ្នាំក៏ប៉ុន្តែផ្នត់គំនិតនេះបានជះឥទ្ធិពលដល់មនុស្សយ៉ាងច្រើនរហូតមកទល់នឹងសព្វថ្ងៃនេះជាពិសេសចំពោះប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិចដែលមានជំនឿនិងវប្បធម៌តាមបែបជីវីវឬគ្រិស្តសាសនា